ខ្ញុំមានបញ្ហាផ្សិតព្យាបាលហើយចិត្តកាលឡើងវិញចឹងគួរធ្វើបែបណាដើម្បីបាត់ទៅលើបញ្ហានេះចានេះគឺជាសំណួរមួយដែលនាងខ្ញុំទទួលបានពីបងប្អូនស្រីៗក៏ច្រើនដែរដោយសារតែបញ្ហាផ្សិតនេះគឺងាយកើតមាននៅលើស្ត្រីមែនទែនដែលបងស្ត្រីខ្លះគឺគាត់មិនទាន់បានដឹងអំពីចាមេរោគផ្សិតហ្នឹងថាងាយក្នុងការកើតមានសិនជាគាត់ទុកយូរគឺមានផលប៉ះពាល់ច្រើនបងប្អូនមួយចំនួនគាត់គិតថាជាបញ្ហាចាធម្មតាមិនអីទេគាត់ចេះតែបណ្ដេតបណ្ដោយទុករហូតដល់បញ្ហាមួយនេះវិវត្តពីស្រាលទៅធ្ងន់ចាអញ្ចឹងតើតើជាមួយនឹងបញ្ហាផ្សិតបងប្អូននៅពេលណាដែលបងប្អូនកើតមានក្នុងមួយឆ្នាំរយៈពេល3ដងហើយបងប្អូនបានន័យថាមេរោគផ្សិតហ្នឹងគឺវារ៉ាំរ៉ៃហើយនៅពេលណាដែលបងប្អូនប្រើប្រាស់ថ្នាំវាបានត្រឹមតែមួយអន់ចាមួយរយៈពេលចឹងទៅពេលដែលបងប្អូនញ៉ាំចំណីអាហារខុសបងប្អូនអត់ថែទាំសុខភាពវានឹងកើតឡើងវិញនៅពេលណាដែលបងប្អូនទៅលាងសម្អាតនៅតំបន់ទ្វារមីហើយចាបងប្អូនថែទាំខ្លួនឯងមិនបានល្អអត់ដឹងអំពីរបៀបអនាម័យបានត្រឹមត្រូវនៅតើក៏កើតឡើងវិញចឹងក្នុងមួយឆ្នាំបើសិនជាមាន3ដងហើយបងប្អូនមិនងាយក្នុងការបាត់ទេទៅលើមេរោគផ្សិតនេះកើតហើយកើតទៀតមានបងប្អូនមួយចំនួនឈានទៅដល់មានការរលាកនៅតំបន់ទ្វារមាសចាទ្វារមាសស្ងួតទ្វារមាសក្តៅអត់មានសំណើមបាត់បង់អារម្មណ៍ក្នុងការនៅជាមួយដៃគូនៅជាមួយដៃគូក៏មានសេចក្តីសុខដែលឈឺក្តៅកាហាយផ្សាហើយមានបងប្អូនមួយចំនួនទុករហូតទៅដល់មានការឆ្លងទៅកាន់ដៃគូគាត់ផងដែរដូច្នេះចំពោះបងប្អូនស្ត្រីបើសិនជាមានបញ្ហាផ្សិតសង្ស័យថាយើងកើតមានសូមចាត់ទៅប្រឹក្សាយោបល់ឲ្យបានត្រឹមត្រូវដើម្បីទទួលបានដំណោះស្រាយហើយបើសិនជាបងប្អូនមានបញ្ហានេះពិបាកក្នុងការរកដំណោះស្រាយច្រើនតែប៉ុន្តែនៅតែអត់បានផលចាបងប្អូនអាចតំណមកកាន់នាងខ្ញុំបាននាងខ្ញុំមានដំណោះស្រាយជូនតាមរយៈលេខចា Telegram នៅខាងក្រោមនេះបានឬក៏បើសិនជាបងប្អូនមានចម្ងល់សំណួរអីអាចខមមិនសួរនៅខាងក្រោមវីដេអូនឹងបាន